Ồ, cái không thả đếch đếch màn chân tác bạch ngặt lìa trắng nè thầy nó thầy mọt đếch cái móc vô đây nè Ồ, mình lại lụa mà sần lét đó ra sao? Dạ. Mình vô shop khơi cái to thay đây nè, ở một cái tam phải mới ra sao? Ta họ nơi toàn slau cha lụa rồi mình lụa ra sao mà đá bạt, ôi, mình bật đằng chế lụa bạt. Chẳng mấy giờ mẹ nó đây vô shop thơi nhờ đã lạ lúc đây à? Nó ấy hay cái to thay điện? Cái to thay ấy một phải mới nè. Hay phòng mấy đây vô shop to thay lụa ấy nắng hạ phòng chua đây thế. Nên mình mà xin vía cho người ta dương phơi cam mà ngày biển cái đai cái chụp tới rồi mẹ ông plate tới vô shop tới.แต่สไลด์ได้แต่ใส่มาได้ของไม่บ้านลูกบ้านไผ่เปียมือบัด แม็กผมจังเฟอร์สุดท้ายถือปันใด miềnนะมาแล้วอ่ะ เนาะจูซอติดนะ นั่งไงเตาสูบัว ยังไงให้นึกชวนต่างมาของมันนะจะคอยบัดấy โอ้ยังนึกตังค์ไปเริ่มครั้งอ่ะชัวร์ไงเต้เต้มาซื้อมีปลาบันไม่ถึงแม่ผมได้เต้ mà nó luộc đét thôi có lương ngư ấy nè đấy đây cái sọc chân lúc đấy នេះដីនៅហ្នឹងគឺខ្ញុំព្រុសពោតតាមរសាឯងដើម្បីយកពោតទាំងអស់ហ្នឹងលក់ឲ្យគេយកឲ្យគោស៊ីតែវាបានផលតិចពេកបានលុយវាមិនសូវបានច្រើនណាអញ្ចឹងទៅគឺគិតថាព្យួរចេញអស់ទៅដាំពោតលក្ខណៈថាលក់យកផ្លែវិញអូហើយចេះដាំអត់ចេះតើខ្ញុំចេះតាមកសិករនៅក្នុងភូមិគាត់ប្រាប់ទៅណាមួយឥឡូវពោតលក់បានថ្លៃណាហ្នឹងហើយពោតឥឡូវមានតម្លៃតែខ្ញុំវិញតែបើសិនខ្ញុំទុកអញ្ចឹងខ្ញុំតែរក្សាការដាំដងចឹងដែរហើយអញ្ចឹងនៅនោះអាចជួយចោលខ្ញុំទៅដែរผมលក់ឲ្យគេទៅអត់ទេព្រោះឥឡូវរដូវភ្លាក់ភ្លៀងអញ្ចឹងយើងព្យួរឲ្យហើយទៅនោះចការពោតខ្ញុំនៅខាងនោះទោះបីថាឃើញចការពោតល្អពិតតែខ្ញុំអត់រសារនៅឯងទេអត់រសារទៀតខ្ញុំខំដាំរសារគិតមើលអស់សាំងច្រើនអស់កម្លាំងក៏ហត់ច្រើនដែរប្រហែលពោតប៉ុណ្ណឹងរសារអត់រសារខ្ញុំទៀតមើលកសិករឧស្សាហ៍អញ្ចឹងហ្នឹងមើលសាក់ស្មៅហើយដោះឡើងចង់មកពោះពោតអីចាំមើលតនេតិរសារអើយឥឡូវរវល់ពេកហ្នឹងចាំពេលតនេចាំខ្ញុំមកដកស្មៅដកអីចេញឲ្យវាស្អាតកុំឲ្យវា CG ទៀតហ្នឹងហើយសូត្រទៅពោតឡើងធំប៉ុណ្ណាប៉ុណ្ណីហីចាត់ធំដល់ដើមអត់មានខ្លាខាតទៅពេលចឹងតើបើរសារខ្ញុំដោយសារតែស្មៅដោះពេញចការពោតហ្នឹងណាថាពិតខ្ញុំមិនជឿរសារដោយសារតែខ្ញុំរវល់ឈូសឆាយដីខាងនោះហ្នឹងណាចាំមើលស្អែកតនេអីខ្ញុំមកដកអីឡើងតាមការនិយាយរៀបរាប់ធ្វើមើលតែអាសាណាចឹងហ៎ខ្ញុំមិនអាសាឃើញជួបដីជួបអីដាំពោតដាំអីខាងនោះក៏មានដាំហើយខាងនេះមើលពោតណាទុកឲ្យឡើងចាស់ចាស់ហើយមួយស្មៅឲ្យញុកហើយគ្មានជួគ្មានកាឡានេះមែនទេរសារពោតទាំងអស់ហ្នឹងគេហៅថាពោតពង្រោះខ្ញុំទុកលក់ឲ្យកសិករគាត់យកឲ្យគោស៊ីខ្ញុំលក់បន្តប៉ុណ្នេះនៅសល់ប៉ុណ្ណឹងឃើញឡើងចាស់ដើមហីអូហើយមិនពោតយកផ្លែចឹងមែនទេស្អីកាច់ពោតអីអត់ទេចង់មើលនោះពោតទេពោតក្រហមយើងហ្នឹងណាតែវាទូចឹងហីហ្នឹងហើយមកវាញឹកពេកនេះហើយណាមើលយើងដាំឲ្យគោស៊ីនេះបញ្ហាទេហ្នឹងហើយចឹងខ្ញុំរនោះឯងផ្លាស់ប្ដូរមកដាំពោតយកផ្លែវិញណាដាំឲ្យបានល្អហើយត្រូវដាក់ក្បួនខ្នាតគេពោតល្អហើយធំទៀតអញ្ចឹងដល់ពេលយើងលក់នៅទីផ្សារមើលគិតមើលកន្លែងតាមផ្លូវគេលក់ពោតស្ងោរមើលក៏1500ទេណាចឹងខ្ញុំចាប់ផ្ដើមដាំជាអាជីពហ្មងខ្ញុំដាក់វាជាជួរយកពោតល្អដើម្បីលក់មួយបាន1000ដូចតែនិយាយចឹងហើយបើសិនលក់ហើយមកគុំគេលក់ជាគុំគេលក់មិនទេណូលក់ជាគុំហ្នឹងអញ្ចឹងអត់គេមកយកអស់ហើយមកគុំពី500ទៅ1000ដល់ពេលរដូវដែលយើងសម្បូរទៅ5 600តែដល់ពេលរដូវយើងអត់សូវមានមកគុំហ្នឹង1000អញ្ចឹងហើយមកគុំផ្លែបានប៉ុន្មាននេះទេណោះនេះលើពោតមកទៅចាំចេញស្នៀតអីចិត្តចេញហីមកគុំហ្នឹងវាផ្លែប្រហែលជា3ទៅ4ហ្នឹងអូ3ទៅ4អញ្ចឹងបានគេបើគេមកទាំងគុំអញ្ចឹងទៅបានផ្លែច្រើនដែរហ្នឹងហើយល្អហើយនៅឯនេះក៏សម្រាប់ដាំពោតទេណូខ្ញុំដាំពោតដោយសារតែពោតហ្នឹងវាឆាប់បានផលអញ្ចឹងឃើញទេហើយមួយទៀតទោះបីជាតម្លៃ500 600 1000ក៏ដោយក៏គេនៅតែយកអញ្ចឹងឲ្យតែមានគេយកទាំងអស់ស្រួលដែរអញ្ចឹងយើងមានទីផ្សារស្រាប់អញ្ចឹងបើសិនតែយើងដាំយើងអត់ភ័យខ្លាចខាងត្រូវតែចំណាយពេលអត់ប្រយោជន៍អត់ទេព្រោះហើយគេយើងចំណាយពេលយើងដាំពោតបានផលគេយកអញ្ចឹងអត់ធ្វើហត់ទៅបីហត់បានលុយប៉ុន្តែខ្ញុំនៅមានកង្វល់ក្នុងការដាំពោតច្រើនណាស់ដោយសារដូចអ្នកភូមិខ្ញុំនៅទីនេះគាត់ជួបជាមួយនឹងបញ្ហាដាំពោតហ្នឹងនៅពេលដែលមេឃភ្លៀងមកនេះស្លឹករបស់វាហ្នឹងក៏ហមហ្មងហើយស្រទាប់វាអត់លួយហើយអត់មានចេញផ្លែចេញអីទេដោយសារហើយបែកមេឃដូចដើមឈើអញ្ចឹងហើយមិនក៏ពោតបែកមេឃអញ្ចឹងចុះខ្ញុំឆ្ងល់ហើយអ្នកភូមិនៅទីនេះគេហៅថាពោតឈួតអូដល់ពេលបែកមេឃបែកអីចឹងផ្លែក៏អត់ហើយចឹងបានតែគេខាត់ទៅពេលហ្នឹងហើយខាត់ទៅពេលខំដាំសឹងអីហើយតែខ្ញុំអត់តជួបទេអ្នកភូមិខ្ញុំជួបហីអត់ទេរេណូឯងចេះវិធីដាំប៉ាតានៅពេលជួបបញ្ហារេណូឯងអត់ចេះមានវិធីដោះស្រាយទេហ្នឹងហើយដូចមុខរសាយឃើញនេះវាចាប់ដើមមកលួយហ្នឹងហ៎ដូចខ្ញុំប្រាប់មុនហ្នឹងថាពោតឈួតឃើញទេ
នេះវាចាប់ដើមមានក្រហមមកលួយយើងទោះបីយើងស្រួយទឹកមិនក៏វានៅតែអញ្ចឹងដែរ អញ្ចឹងហ៎ តែនៅឆ្កាខ្ញុំមានតែម្ដងហ្នឹងឯង បងឃើញថាតំបន់នេះគឺដៃមានជីវជាតិច្រើនគឺដៃនៅតំបន់យើងគេហៅថាតំបន់កោះណា បាទ អញ្ចឹងវាសមស្របទៅនឹងដំណាំផ្សេងៗដូចជានៅខាងនេះមានដំណាំពោតឃើញល្អណា បាទ ដូចជាពោតនេះមានពណ៌បៃតងស្អាតណា បាទបង ប៉ុន្តែដំណាក់កាលនេះគឺជាដំណាក់កាលដែលមានសត្វល្អិតនិងជំងឺផ្សេងៗដែលវាកើតឡើងណាប៉ុន្តែនៅចកាបឺរីណូមានដែរជួបទេ បើចំការរបស់ខ្ញុំអត់ទាន់បានជួបរឿងបញ្ហាអស់ហ្នឹងឯងបងតែសម្រាប់អ្នកភូមិរបស់ខ្ញុំគាត់ជួបឯជាមួយនឹងបញ្ហាពោតស្គួតអីនោះបងខ្ញុំអត់សូវយល់ដែរ ជំងឺហ៎ជំងឺ បាទជំងឺបង ហើយមានសត្វល្អិតអត់ សម្រាប់របស់ខ្ញុំអត់សូវបានពិនិត្យវាដែរបងព្រោះទៅជាការដាំលើកដំបូង អញ្ចឹង បាទ ភាគច្រើននៅលើដំណាំពោតវាមាន2ណាជំងឺវាមានប្រភេទជំងឺបង្កមកពីផ្សិតហើយនិងបាក់តេរីភាគច្រើនអ្នកភូមិយើងគាត់ហៅថាពោតស្គួតណា បាទ ហ្នឹងវាបង្កឡើងមកពីពពុះ virus ណា virus ហើយនិងពពុះផ្សិត បាទ ប៉ុន្តែទន្ទឹមហ្នឹងគឺវាមានក្រៅពីជំងឺគឺវាមានសត្វល្អិតទៀតដូចជាពពុះដង្កូវស៊ីរូងដើមដូចជាដើមនៅខាងនេះរៀននៅឃើញណាដើមនេះគឺដង្កូវវាចោះណាវាស៊ីអស់ណាឃើញណា អូខាងនេះក៏ចឹងដែរបងនេះ ហ្នឹងហើយនេះគឺជារោគសញ្ញារបស់ដង្កូវដែលវាបំផ្លាញណារៀននៅឃើញណា បាទប គឺ ង វាស៊ីសារធាតុញីទៅផ្ទៃដែលខៀវអស់គឺវានៅសអអញ្ចឹងណា អូអានេះវាស៊ីឡើងអស់ពណ៌បៃតងហើយ ហ្នឹងហើយស្ពរបៃតងរបស់ពោតទាំងអស់គឺវានៅសល់តែសអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យដើមពោតយើងហ្នឹងវាធ្វើដាក់ស្មៃចំយកគាត់បានអញ្ចឹងថ្ងៃក្រោយទៅវាអាចនឹងទិន្នផលវាធ្លាក់ចុះណាបាទពោតហ្នឹងវាកាន់ផ្លែអត់បាន អូអញ្ចឹងមានថាកាលណាអញ្ចឹងធ្វើឲ្យវាអត់ទទួលរស្មីសំយោគបានតែបងមុនជួបបងខ្ញុំអត់ដឹងតាខ្ញុំស្មានតែវាជាធម្មជាតិវាមកអញ្ចឹងតាមពិតទៅជួបបងមកប្រាប់តើអានឹងថាអូតាមពិតអានេះមកពីតកៅស៊ីសោះ ហ្នឹងហើយមកពីតកៅធម្មជាតិវាធម្មតាគឺស្លឹកវាល្អអញ្ចឹងវាអត់មានរោគអីណាស្លឹកវានៅស្អាតអញ្ចឹងហ្នឹងហើយ ហើយនេះប្រហោងចេះក៏ខូចដែរបងណោះ ហ្នឹងហើយផោងចេះពពួកគេហៅថាដង្កូវដែលវាចោះស្លឹកណា បាទ ហ្នឹងហើយស៊ីស្លឹកអញ្ចឹងកាលណាវាខូចស្លឹកចេះគឺវាអាចប៉ះពាល់ដូចគ្នានឹងដូចជាមួយនឹងរោគសញ្ញាដូចគ្នា បាទបង ហើយមួយប្រភេទទៀតគឺវាស៊ីរូបដើមវាចោះនៅខាងដើមហ្មងណាអញ្ចឹងកាលណាវាចោះដើមទៅវាធ្វើឲ្យលំអាក់ការលូតលាស់បានន័យថាសារធាតុចិញ្ចឹមពីក្រោមមកវាអត់ទទួលបានទេ បាទ វាបាត់វាដាច់មួយកណាត់ហ្មងអញ្ចឹងដើមហ្នឹងវាអាចនឹងងាប់ បាទអញ្ចឹងបើយើងអត់យល់ពីការថែទាំទេការដាំដុះរបស់យើងនឹងអត់ទទួលបានទិន្នផលទេ ហ្នឹងហើយនេះដូចជាដើមនេះគឺមានដង្កូវស៊ីរូងដើមនៅឃើញទេឃើញដង្កូវនៅខាង វាស៊ីនៅកណ្ដាលហ្នឹងហ្មងបងណា ហ្នឹងហើយវាស៊ីរូងដើមអញ្ចឹងវាស៊ីនៅខាងបដូលវិញអញ្ចឹងបានន័យថាដើមហ្នឹងវាខូចហើយថ្ងៃក្រោយទៅវាអត់ទទួលមានផ្លែទេហ្នឹងហើយ អូអញ្ចឹងការដាំដុះរបស់យើងខាតបង់បាត់ ហ្នឹងហើយ មិនដែរបានស្ដាប់អ្នកជំនាញគាត់បានបកស្រាយយើងអញ្ចឹងទៅ ឥឡូវដល់ពេលខ្ញុំបានស្ដាប់គាត់បកស្រាយទៅខ្ញុំនឹងថាតាមពិតជាការពោតរបស់ខ្ញុំនឹងក៏មានបញ្ហាច្រើនដែរនេះដូចពោតហ្មងនេះសារឃើញទេឃើញអត់ខ្ញុំឃើញវាល្មូហ្នឹងស្មាវាធម្មជាតិហើយឃើញពោតទាំងអស់ដុះខ្ពស់ដល់ពេលតែពោតនឹងមួយទូចស្មាមកពីដីតាមពិតណាវាមានតកៅស៊ីហើយមានបញ្ហាវាដុះល្មូចូលគ្នាឃើញអត់ អូហើយមានសត្វទៀតណោ ហ្នឹងហើយ អូកុំខាងនោះក៏មានដែរណោអូតែណោមើលដល់ពេលចូលមកស្រឡំមិនដឹងថាខូចខាតច្រើនណាឃើញទេ ហ្នឹងហើយតែឃើញនេះចាប់ផ្ដើមខូចហើយនោះខាងនោះក៏មានដែរតែសារ អូ នេះតែសារឃើញ សត្វ នេះឃើញតកៅនេះឃើញអត់ពងកស៊ី ឃើញទេចឹងបានថាគេបើមានសត្វអត់ឬតកៅស៊ីអាកបឺនេះត្រួយនេះអស់ហើយនឹងអាផ្កានឹងខូចអស់ហើយចឹងបានថាពុតលេខបានផ្លែអូមកគុំទៀតនោះ អូច្រើនដល់តែសារ ហ្នឹងហើយដល់ពេលមកដើរចូលចកាមិនដឹងថាគេពុតនៅឯងមានបញ្ហាច្រើនដែរហ្នឹងណា តាមពិតវិធីដាំស្រួលទេតែវិធីថែទាំយើងត្រូវចេះឲ្យខ្លាំងតិចបើអញ្ចឹងទេខូចអស់ដូចខ្ញុំដំបងស្មាពោតខ្ញុំល្អទាំងអស់តា ហ្នឹងហើយស្មាតាមធម្មជាតិហ្នឹងឃើញតកៅមានអីអត់អីល្អ ឥឡូវវាបាក់អស់ហើយចាប់ឡើងប្រហោងខូចអស់ហើយ អូអត់បញ្ហាព្រោះតែគេយើងចេះពីរបៀបថែទាំហើយ នេះជាការពោតខាងនេះល្អតែសារឃើញទេចាប់ដើមចេញស្នៀតទេ អូចឹងមកពីនោះឯងធ្វើស្មៅស្អាតចឹងទៅវាអត់បើកពីពោតហ៎ចឹងបានពោតនេះល្អ ហើយមកគុំហ្នឹងគេមកយកអស់ហើយណាមកគុំហ្នឹង800 ស្អីគេហើយតែមិនចេញស្នៀតទុយសងគេមកអស់ ហីគេអត់ឃើញស្នៀតហ្នឹងគេមកអស់ហើយតែសារអើយ អូ បើពោតយកយើងល្អ ល្អមែនណោះ កាលពីក្មេងខ្ញុំឆ្ងល់តែសារឆ្ងល់មិនឪពុកម៉ែខ្ញុំមានលុយខ្ញុំចាយរហូតចឹងសុំម្ដងណាគាត់ឲ្យដែរប៉ុន្តែឲ្យតិចខឹងដែរហ្នឹងណាតែក៏ពិតនេះតែសារតែគាត់ខំប្រឹងលុយឲ្យយើងនេះធ្វើការធ្វើអីចឹងទៅបានលុយ ត្រូវហើយ តែស្ដាយដែរបើសិនជាក្មេងហ្នឹងខ្ញុំខំប្រឹងរកលុយតាំងពីក្មេងដល់ឥឡូវសល់លុយប៉ុន្មាននេះ ហ្នឹងការកម្មាភិបយើងផ្សេងយកតន់ចេះគិតអីតែឥឡូវយើងធំធ្វើទៅដូចខ្ញុំនិយាយចឹងថាភាពឧស្សាហ៍របស់យើងគឺអាចធ្វើជីវិតយើងគឺធូរធារអូចកាពុរនៅឯងល្អឥឡូវខ្ញុំសុំឲ្យកំណត់មួយបាត់លក់ទេដីហ្នឹងនេះប្រមូលផលពោតយកលុយតាណាអស់ ដូចខ្ញុំយល់សពចឹងតែសារអើយគេសួរថាលក់ឥឡូវគេថាលក់ឯតែសារខ្ញុំសុកចិត្ត
ទុកដាំដំណាំពោតរបស់ខ្ញុំយកផលវត្តរដូវវិញល្អជាងបានផលរហូត យើងប្រមូលផលពេលដំណាំហើយដីរបស់យើងរបស់យើងទៀតបើយើងដីអស់បានលុយចាយសម្រាប់ផ្លែហ្នឹងតែបើយើងដាំដំណាំមកថាពោតមកថាអីផ្សេងៗទេតាមរដូវរបស់វាទៅណាហើយលុយបានចូលមកតាមនឹងរហូត ដីយើងទុកទៅយើងបានផលទុកដាំជីជាតិដាំដំណាំក្រោយទៀតដែរ ហើយបើសិនថាគេបើសិនយើងរវល់អត់បានដាំដុះយើងអាចជួលគេបានទៀតយើងយកលុយជួលមកបានទៀត